អូខេចំណុចទី5យើងរៀនពីរបៀបកំណត់ទីតាំងផ្ទុក SMS នៅកន្លែងផ្សេងក្រៅពី inbox តោះហ្នឹងជាធម្មតារាល់ SMS ដែលទទួលបានមកពីខាងក្រៅគឺស្ថិតក្នុង inbox ទាំងអស់ប៉ុន្តែឥឡូវនេះយើងកំណត់នៅទីតាំងថ្មីដើម្បីផ្ទុក SMS ទី1យើងសូមបើកកម្មវិធី AliExpress ដោយចុចទៅលើ Tool ចុចទៅលើ Message Rule ហើយយកពាក្យថា Mail អ្វីដែលយើងឃើញនេះគឺជា form មួយដែលយើងបំពេញ Message Rule តែម្ដងតោះហ្នឹងអូខេឥឡូវនេះគឺខ្ញុំបើកកម្មវិធី AliExpress ដោយកម្មវិធី AliExpress របស់យើងមាន user profile ឬ user account មួយឈ្មោះថា Chan Mr. Rotha និង Mr. Som ឥឡូវខ្ញុំចូលទៅកាន់ Chan អូខេខ្ញុំឲ្យ password របស់ Chan អូខេបន្តមកទៀតយកទៅលើ Tool Your Account ចឹងក្នុង user profile ឬ user account របស់ Chan ហ្នឹងគឺមាន email 2 email មួយប្រើបោះ everyday email មួយទៀតប្រើបោះ online តោះហ្នឹងឥឡូវចុចទៅលើ everyday យក property ចឹង default គឺ chan@everyday.com.kh មួយទៀតចុចទៅលើ online ម្ដងគឺ chan@online.com.kh អូខេចឹងឥឡូវនេះគឺខ្ញុំ minimize មកហើយខ្ញុំ remote ចូលទៅកាន់ computer PC 03ចឹងខ្ញុំបើកកម្មវិធី AliExpress ទៅលើ Tool Your Account Everyday យក Property ចឹងឥឡូវនេះគឺនៅក្នុង computer PC 03គឺមាន email address មួយឈ្មោះថា dara@everyday.com.kh ឥឡូវចូលលើ create mail អូខេខ្ញុំ pass ទៅឲ្យ Chan មានថា dara1 អូខេ dara1 test send ណាអូខេឥឡូវខ្ញុំ minimize ចេញពី computer PC 03ខ្ញុំ remote ចូលទៅកាន់ Windows 2003ខ្ញុំបើកកម្មវិធី AliExpress ចុចចូលលើ Tool Your Account អូខេkhmaifree.com នេះខ្ញុំយក property ចឹងកន្លែងនេះ email address គឺ info@khmaifree.com យក create ចាស់ឡើងខ្ញុំ send ទៅកាន់ Chan ទៀត everyday.com.kh អូខេណាចឹងខ្ញុំដាក់ថាអីគេខ្ញុំដាក់ថាinfo1 test អូខេឡើងវាលើ send ណាអូខេឥឡូវខ្ញុំចាក់ចេញពី Windows 2003ចឹងឥឡូវនេះខ្ញុំអូខេខ្ញុំចូលលើ inbox របស់កម្មវិធី AliExpress ខ្ញុំធ្វើការ send issue ចឹងនៅ inbox មាន14សារដែលខ្ញុំមិនទាន់បានអានមើលណាអូខេ send issue អូខេមានសារមួយទៀតមកពី dara1 ណាអូខេ send issue អូខេចឹង info តន់ send មកទៅណាចឹងឥឡូវនេះដាក់ថា dara1 test តោះនេះកន្លែងហ្នឹងអូខេជួយ send sim ម្ដងទៀតមកអូខេពេលនោះយើងទទួលបានសារមួយណាអូខេមកពី info គឺ info1 test តោះនេះកន្លែងហ្នឹងឥឡូវមានន័យថាឥឡូវបើសិនជា email address របស់ Dara set មកម្ដងទៀតគឺខ្ញុំអត់ឲ្យក្នុង inbox នេះទេគឺនៅកន្លែងផ្សេងតោះនេះកន្លែងហ្នឹងចូលលើ tool យកពាក្យថា message rule យកពាក្យថា mail ចឹងឡើយថា where the from line content people ចឹងឡើយយើង tick លើ link មួយមកពេលនេះវាបង្ហាញពីថា where the from line content people ឡើយនេះបើខ្ញុំដល់ tick វាបាត់ផ្ទាំងហ្នឹងដែរតោះនេះឥឡូវខ្ញុំ tick វាវិញវាចេញមកហើយបន្តមកទៀតខ្ញុំយកមកចុចឡើង content people នេះហើយយើងយក email address ដែលត្រូវ forward ទៅណាដែលត្រូវ send ចូលមកអូខ្ញុំដាក់ថា dara@ អូខេ everyday.com.kh ឬមកពី visna@yahoo.com ចឹងមានថា email address dara@everyday ឬក៏ email address visna@yahoo.com send ចូលមកគឺយើងឲ្យចាប់ដើមនេះ select ការងារទៅ move ឬក៏ copy ឬក៏ delete ឬក៏ forward តោះហ្នឹងហើយហ្នឹងហើយយក move
ចឹងឡើយនេះវាអត់មានបង្ហាញពីទេនៅពេលខ្ញុំ tick វាមកវាបង្ហាញពីថា move it to the specify folder ពេលខ្ញុំដល់ tick វាបាត់ពេលនឹងវិញអូខេឥឡូវខ្ញុំ tick ហើយបន្តមកខ្ញុំយកមកចុចលើពេលថា specify នេះមកខ្ញុំចុចទៅលើ inbox យក new folder ចឹងខ្ញុំដាក់ថា Mr. Dara អូខេចឹងឡើងចេញ Dara មកតោះឡើយហ្នឹងអូខេចឹងខ្ញុំរើសយក Dara អូខេកន្លែងនេះខ្ញុំដាក់ថា config ឬក៏ configure Dara testing តាមកន្លែងនេះយើងដាក់ទៅសាច់ចិត្តអត់បញ្ហាណាអូខេតែពេលនោះយើងមកកែបាន rule មួយហើយអូខេចឹងនៅក្នុង line inbox របស់យើងនេះគឺមាន Mr. Dara អូខេខ្ញុំសិនស៊ីវអត់មានផ្លាយទេបន្តមកទៀតខ្ញុំចាក់ Minimize មកក៏ខ្ញុំ remote ចូលទៅកាន់ computer PC 03បន្តមកទៀតខ្ញុំមក Dara ខ្ញុំយក create ខ្ញុំសិនឲ្យចាន់ដដែលអូខេណាអូខេចឹងកន្លែងនេះខ្ញុំដាក់ថា Dara 2 testing ណាអូខេខ្ញុំសិនឥឡូវចាក់ចេញពី computer PC 03ខ្ញុំ remote ចូលទៅកាន់ Windows 2003អូខេចឹងឥឡូវនេះខ្ញុំចាប់ដើមសិនទៅចាន់ដដែល add everyday.com.k ណាអូខេខ្ញុំដាក់ថា info 2222 info ឥឡូវនេះគឺខ្ញុំមកចាក់ចេញពី Windows 2003ខ្ញុំធ្វើការសាកល្បង Sensi ម្ដងទៀតអញ្ចឹងនៅក្នុង line Mr. Dara មានអីទៀតណាអូខេ Sensi អញ្ចឹង line បងនេះគេដាក់ថា info 2ណាដល់ពេលយកលើ Mr. Dara នេះគឺបានមួយតោះហ្នឹងអូខេចឹងឥឡូវនេះខ្ញុំបិទចោលគឺខ្ញុំបើកម្ដងទៀតឥឡូវ log ចូល account របស់រដ្ឋាវិញបន្តមកទៀតខ្ញុំចំណងទៅការ send ទៅកាន់ច័ន្ទអូខេខ្ញុំដាក់ថារដ្ឋា1អូខេខ្ញុំដាក់ថា AA ចុះខ្ញុំបិទឥឡូវនេះខ្ញុំបើកម្ដងទៀតគឺខ្ញុំ log ចូល user account របស់ច័ន្ទវិញអូខេឥឡូវមករដ្ឋាណារដ្ឋា AA តោះនេះហើយហ្នឹងចឹងនេះសម្រាប់តែ account ពីរហ្នឹងទេដែលនៅពេលដែល account Dara send មកស្ថិតក្នុង folder Dara តែក្រៅពី Dara send មកគឺទៅក្នុង inbox ទាំងអស់តោះនេះកន្លែងហ្នឹងឥឡូវនេះខ្ញុំ minimize ខ្ញុំ remote ចូលទៅកាន់ computer PC 03ម្ដងទៀតcreate ខ្ញុំ send ទៅកាន់ច័ន្ទ add everyday ណាខ្ញុំដាក់ថា7មួយទៀត create មួយទៀតខ្ញុំដាក់ថាច័ន្ទ add online វិញម្ដងអូខេខ្ញុំដាក់8អូខេចឹងឥឡូវនេះខ្ញុំចាក់ចេញពី Windows XP 03ខ្ញុំធ្វើការ send seal អូខេណាខ្ញុំមើលក្នុងនេះមាន2ទៀតហ៎តោះហ្នឹងតើណាអូខេនេះដោយសារ Dara send មកទៅក្នុង Mr. Dara មិនអញ្ចឹងអូខេឥឡូវហ្នឹងគឺខ្ញុំចាប់ដើម remote ចូលទៅកាន់ PC 02សំទោស Windows 2003អូខេពណ៌ account នេះ account របស់ខ្មែរ free ចលខ្ញុំ send ទៅកាន់ច័ន្ទ add everyday .com.k ណាចឹងឡើងមកថាលេខអូខេបន្តមកទៀតខ្ញុំ send កាន់ច័ន្ទ add online.com.k
ដាក់ KKKK អូខេខ្ញុំ send ដែរឥឡូវខ្ញុំចាក់ចេញពី Windows 2003ខ្ញុំធ្វើការ send receive អញ្ចឹងឡើង inbox នេះមាន14សារទេ send receive អូខេដល់6ណា info NN info KKK តោះនេះកន្លែងហ្នឹងអញ្ចឹងមានថាឥឡូវនេះអ្នកណា send មកdomain សំដៅ send មក email address របស់ខ្មែរ free ក៏ទៅក្នុង inbox អ្នកណា send មក email របស់ online ក៏ទៅក្នុង mailbox រួមគ្នាដែរតោះហ្នឹងអញ្ចឹងដើម្បី send មកក្នុងរួមគ្នាអញ្ចឹងមើលទៅវារញ៉េរញ៉ៃបាក់ control ណាចឹងឥឡូវយើងចង់ចែកជាក្រុមមានន័យថារាល់ email ទាំង line ណាក៏ដោយឲ្យតែ send មកនៅក្នុងaccount របស់ everyday ទៅក្នុងប្រអប់ everyday បើសិន send មកប្រអប់របស់ online ទៅក្នុងប្រអប់ online តោះនេះកន្លែងហ្នឹងអូខេអញ្ចឹងឥឡូវយើងកំណត់គឺទៅលើ tool យក message rule យក mail បន្តមកចុចលើ new ចុចលើ scroll ទីមកក្រោមមកនឹងលើនេះមានពីតា where the message is from the specify account ចឹងយើងទីកន្លែងនឹងមួយមកហើយកន្លែងនេះវាជា account ទីលើ account មួយយើងយកអូខេ everyday ឬក៏ online ឥឡូវយក everyday មុនអូខេតាម move ណា move ទៅណាចឹង move ឡើងនេះចុចអូខេ on inbox ឬក៏ខ្ញុំចុចទៅលើ folder new local folder តែម្ដងខ្ញុំដាក់ថា everyday អូខេចឹងឡើងមាន everyday មួយណាខ្ញុំចុចលើ everyday ខ្ញុំអូខេចឹងឡើងនេះខ្ញុំដាក់ everyday testing អូខេបន្តមកទៀតខ្ញុំចុចលើ new ខ្ញុំទីមកក្រោមទៀតមកខ្ញុំធីកត្រង់កន្លែង special account ដូចគ្នាធីកមកកន្លែងនេះខ្ញុំរើសយក online វិញម្ដងមកជា email address របស់ online ឬក៏ account របស់ online អូខេហើយ move ទៅកាន់អូខេចុចលើ local folder new folder យើងដាក់ថា online ចុចលើ online អូខេ online testing អូខេតោះនេះនោះឥឡូវនៅក្នុង everyday ក៏អត់មានសារ online ក៏អត់មានសារដែរឥឡូវខ្ញុំ minimize ខ្ញុំ remote ចូលទៅកាន់ Windows 2003ឥឡូវនេះខ្ញុំចាប់ដើម send ទៅកាន់ chan at everyday អូខេ .com.kh ឥឡូវនេះខ្ញុំដាក់ថាអូខេ can I know you ifអូខេចឹងនេះខ្ញុំចាប់បាន send ទៅកាន់ chan at everyday ខ្ញុំ create mail មួយទៀតឥឡូវខ្ញុំ send ទៅកាន់ email chan at online វិញម្ដងណាអូខេ info ISP do you have any promotion for this month អូខេដាក់ទៅចុចឡើងនេះណាខ្ញុំ send ឥឡូវនេះគឺខ្ញុំចាក់ចេញពី Windows 2003ខ្ញុំធ្វើការ send receive ចឹងកន្លែងពីនេះអត់មានសារទេចឹងឡើយ everyday នេះមានមួយ online មានមួយចឹងចុចលើ everyday from info subject can I know you ណា if you don't mind me say okay ចាំបើ online ម្ដងមក info ដែរតែ subject អីគេ info ISP do you have any promotion for this month តើនេះកន្លែងហ្នឹងចឹងវាចែកកាយដាច់អ្នកណាក៏ដោយឲ្យ email មិនថា hotmail gmail ណាក៏ទូទាំងពិភពលោកឲ្យតែ email នោះ send មកក្នុង domain របស់ everyday ដែលមានសំទោសដែល send មក email address ឬក៏ email account មួយដែលស្ថិតក្នុង everyday នេះគឺស្ថិតក្នុងប្រអប់ everyday បើយើង send នៅក្នុង online ទៅក្នុង online ហើយនេះព្រោះ account របស់យើងមានពីរនេះអាស្រ័យថា email account យើង everyday មួយនិង online មួយដោយ everyday នេះគឺយើងគឺ chan at everyday ចំណែក online គឺ chan at online តោះនេះឡើងអញ្ចឹងយើង send មក chan ក៏ដោយ send មក online ក៏ដោយក៏ស្ថិតក្នុងកម្មវិធី AlloSpace រួមគ្នាដែរតោះនេះហ្នឹងអូខេឥឡូវតើតើ forward វិញម្ដងជន់ tool message rule your mail ចឹងកន្លែងពេលនេះអូខេខ្ញុំ remove ចោល
ok nhầm remove rule cho tới ok này lấy miền hai ok cho nên bây giờ nhầm remove cho chẳng tới default với cái thằng inbox mình nên là xem cái đó thằng inbox mình chẳng ngọt lấy đi mình lại hàng muốn tiếp hà nơi bên này đào ra send email mà oi chán forward oi infoตอนนั้นหลังจากเล่นก็จากไหนเราจานนี้จะถือ your message rule your mail โอเคเมื่อการไหนท่าตายังจังทัวร์ account หรือจังทัวร์อีเมลบุคคลมวยมุ้ยหรือจังทัวร์อีเมลรวมอุทธรณ์บัตรยังทิ้งย่อยเลยนี่ from the line content people ยังทิ้งเวียมวยม้าครั้งนี้บัตรเยอะโอเคดารา at everyday.com.kh ด้วยก็visna@yahoo.com ចឹងមានថានៅពេលដែល email 2ហ្នឹងឲ្យតែ email 2ហ្នឹង send មកឲ្យ email ចាន់នឹង forward ឲ្យ info ប៉ុន្តែក្រៅពី email 2ហ្នឹង send មកវាអត់មាន forward ឲ្យ info ទេយល់ទេហ្នឹងអូខេចាំមើលណាឃើញខ្ញុំដាក់ពី highlight នេះដាក់ថា forward នេះវាមាន copy ឬក៏ delete ឬក៏ forward to ចឹងយើងធីក forward ឡើងនេះមកយើងធីកឡើង people ចឹងឡើងយើងឲ្យ info at khmaifree.com អូខេយល់អញ្ចឹងនៅពេលដែលតារាឬក៏វាសនា send មកឲ្យចាន់នឹង forward email ឲ្យ info ប៉ុន្តែបើសិនជាសំសុភ័ក្របញ្ញាឬក៏ចំណាន send email មកឲ្យចាន់អត់មាន forward ឲ្យ info ទេយល់ហ្នឹងអូខេឥឡូវដោះធីកឡើងអូខេខ្ញុំធ្វើឲ្យមើលមួយសិនអូខេ finish ឥឡូវនេះខ្ញុំចាប់ដើមremote ចូលទៅកាន់ computer PC 03 ព្រោះ computer PC 03គេប្រើ email របស់តារាចឹងខ្ញុំទៅកាន់ចាន everyday នេះខ្ញុំដាក់ថា you me អូខេចឹងឥឡូវនេះគឺខ្ញុំចាក់ចែកអញពី PC 03ហើយខ្ញុំ remote ចូលទៅកាន់ 2003 server លក្ខណៈដែលមាន email info ឥឡូវខ្ញុំធ្វើការ send seal អត់មានទេណាបាទយើង send seal បន្តមកទៀតគឺខ្ញុំចាក់ចេញពីម៉ាស៊ីន 2003 នេះសិនចឹងកន្លែងខ្ញុំធ្វើការ send seal 6នេះទៅបានសារមកមួយទៀតហ៎អូខេតោះនេះឡើយហ្នឹងដល់ពេលនេះឡើយនេះដាក់តារា you e ឥឡូវនេះខ្ញុំ remote ចូលទៅកាន់ Windows 2003ហើយធ្វើការ send seal ពេលនោះមកពីចានណាចាន you e តោះនេះឡើយហ្នឹងនេះលក្ខណៈ forward ខ្ញុំចាក់ចេញពី 2003 អូខេដល់ពេលឥឡូវនេះគឺខ្ញុំបិទខ្ញុំបានម្ដងទៀតខ្ញុំចូលទៅកាន់សំចូលទៅសំ send ឲ្យអាចារ្យអូខេ online ក៏បាន everyday ក៏បានអត់បញ្ហាណាអូខេមក testing 5ខ្ញុំបិទហើយខ្ញុំចាក់ចូលខ្ញុំចូលទៅកាន់ account ចាន់អូខេសំសិនមកតេស្ត 5តោះនេះហ្នឹងឥឡូវនេះខ្ញុំចូលទៅលើ tool ខ្ញុំយក message rule យក mail យក new កន្លែងនេះដាក់ specify account ណាដូចគ្នាយើងធីកកន្លែងនេះអូខេ account គេ online ឬក៏ everyday អញ្ចឹងយក everyday ណា send everyday ក៏ដោយក៏អីគេ forward តែ forward នេះ forward តែទាំងមូលតែមិនខ្វល់ថា email ណាក៏ដោយ send មកឲ្យចាន់ទៅដែលមានចាន់ everyday គឺ forward ឲ្យអ្នកណាមួយតោះនេះហ្នឹងឬក៏ delete ឬក៏ highlight it with color ដាក់ពណ៌មានទង់ជាតិណា mark and read យក reply ឬក៏ stop ឬក៏ download from server តោះនេះកន្លែងនេះ delete from server តែម្ដងចឹងនេះគឺជា function ឬការងារឬជា rule មួយឬជាសកម្មភាពមួយដែលវាធ្វើការ
តន់អូខេ